សម្រាប់ប្រធានបទនៅពេលនេះគឺភពនៅប្រព័ន្ធផ្កាយដទៃដំបូងដែលត្រូវបានរកឃើញតារាវិទូតាំងតែពីសម័យបុរាណបានគិតគូរអំពីភាពដែលអាចមានភពនៅប្រព័ន្ធផ្កាយដទៃដែលជាភាសាអង់គ្លេសហៅថា exoplanet តាំងតែពីសតវត្សទី16មកម្លេះប៉ុន្តែមនុស្សលោកនៅតែមិនទាន់អាចរកឃើញឡើយរហូតដល់ចុងសតវត្សទី20ការអះអាងថាអាចមានភពនៅប្រព័ន្ធផ្កាយដទៃកាលពីសតវត្សទី16នោះទំនងជាបានធ្វើឲ្យមនុស្សជាច្រើនគិតថាជាគំនិតបែបរវើរវាយឬអាចប្រៀបធៀបនឹងការលើកឡើងបច្ចុប្បន្ននេះថាអាចមានជីវិតនៅភពដទៃឬអេលៀនដែលឆ្លាតវៃជាងមនុស្សហើយនឹងមករកផែនដីដើម្បីទន្ទ្រានគ្រប់គ្រងយ៉ាងដូចនោះឯងបែបនេះគឺមានន័យថាទាល់តែមើលឃើញនឹងភ្នែកតែម្ដងទើបជឿជាការពិតណាស់កាលពីសតវត្សទី16មនុស្សលោកមិនទាន់មានតេលេស្កូបប្រកបដោយសមត្ថភាពនៅឡើយទេប៉ុន្តែនៅពេលឈានចូលដល់សតវត្សទី17តេលេស្កូបអាចប្រើការបានចាប់ផ្ដើមលេចរូបរាងហើយតារាវិទូល្បីៗដូចជាលោក Galileo Galilei ដែលជាជនជាតិអ៊ីតាលីជាដើមបានសង្កេតរកការពិតទៅលើវត្ថុអវកាសជាច្រើននៅក្នុងប្រព័ន្ធព្រះអាទិត្យយើងក្នុងនោះមានដូចជាការរកឃើញព្រះច័ន្ទភពរហ័សនិងភពសៅរ៍ជាដើមព្រមទាំងការសន្មតថាភពដែលមានលក្ខណៈពិសេសលើសពីការគិតទាំងអស់នោះក៏វិលជុំវិញព្រះអាទិត្យដូចជាភពផែនដីយើងដែរចំណុចទី1តម្រុយអំពី exoplanet ដំបូងក្នុងឆ្នាំ1917សូមទុករឿងរ៉ាវអំពីលោក Galileo Galilei មួយរយៈសិនព្រោះយើងនឹងមានអត្ថបទដ៏វែងអន្លាយដើម្បីបរិយាយអំពីជីវិតដ៏កំសត់របស់លោកទៅថ្ងៃមុខតែសម្រាប់ពេលនេះសូមចូលមកកាន់ប្រធានបទដើមរបស់យើងវិញនោះគឺទីតាំងនៃភព exoplanet ដំបូងដែលត្រូវបានរកឃើញនិងដំណើរការនៃការរកឃើញវាបាននិយាយពីក្តីសង្ឃឹមអំពីវត្តមានរបស់ exoplanet តែម្ដងគឺត្រូវបានរកឃើញដំបូងដោយតារាវិទូ Adrian van Maanen ជនជាតិអាមេរិកកាត់ហូឡង់កាលពីឆ្នាំ1917ប៉ុន្តែកាលនោះលោក Adrian បានត្រឹមរកឃើញតម្រុយពាក់ព័ន្ធប៉ុណ្ណោះនោះគឺភាពមិនប្រក្រតីនៃពន្លឺរបស់តារាពណ៌សតូចមួយដែលយើងហៅជាភាសាអង់គ្លេសថា White Dwarf នោះលោក Adrian បានគិតថានោះជា exoplanet កំពុងគូរចោះជុំវិញផ្កាយនោះដោយលោកបានសង្កេតផ្កាយដែលមានឈ្មោះថា Van Maanen 2ឬមានឈ្មោះមួយទៀតថា Maanen Star ដែលមានចម្ងាយ14ឆ្នាំពន្លឺពីភពផែនដីប៉ុន្តែរហូតមកដល់ឆ្នាំ2025នេះគេនៅមិនទាន់រកឃើញ exoplanet ជាក់ស្ដែងនៅជុំវិញផ្កាយនោះទេទោះជាយ៉ាងណាការរកឃើញនេះបានក្លាយជាក្តីសង្ឃឹមជាក់ស្ដែងដំបូងចំពោះក្រុមតារាវិទូអន្តរជាតិក្នុងការរករកភពដែលអាចមានវត្តមាននៅជុំវិញផ្កាយនានាដែលជើងមើលឃើញលើផ្ទៃមេឃផែនដីទី2ភព exoplanet ត្រឹមសង្ស័យដំបូងក្នុងឆ្នាំ1988លទ្ធផលនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ1988ទៅលើប្រព័ន្ធផ្កាយភ្លោះមួយដែលមានឈ្មោះថា Gamma Cephei មានផ្កាយ Gamma Cephei A និង Gamma Cephei B ហើយវាពិតជាអស្ចារ្យផងដែរដែលអាចមានភពនៅជុំវិញនោះត្រូវបានគេសង្ស័យក្នុងឆ្នាំនោះតែវាត្រូវបានរកឃើញវត្តមានជាក់ស្ដែងតែម្ដងនៅអំឡុងឆ្នាំ2002ដល់ឆ្នាំ2003ដោយក្រុមតារាវិទូកាណាដាដូចជាលោក William Cochranនិងលោក Artie Hertz ប្រព័ន្ធផ្កាយភ្លោះ Gamma Cephei នោះមានចម្ងាយខ្ទង់ 44.88 ឆ្នាំពន្លឺពីភពផែនដីហើយភពមួយដែលគូរចរជុំវិញនោះមានឈ្មោះថា Gamma Cephei AB ឬអាចហៅឈ្មោះមួយទៀតថា Tadmor តាមពិតទៅភព Tadmor ជាភពឧស្ម័នយក្សគូរចរជុំវិញផ្កាយតែមួយប៉ុណ្ណោះនោះគឺ Gamma Cephei A ដែលមានទំហំធំជាង Gamma Cephei B ហើយផ្កាយទាំងពីរនេះសុទ្ធតែមានទំហំធំជាងព្រះអាទិត្យយើងទី3ភព exoplanet ជាក់ស្ដែងដំបូងក្នុងឆ្នាំ1992នៅក្នុងឆ្នាំ1992តារាវិទូ Alex Wolczakជនជាតិប៉ូឡូញនិង Del Frel ជនជាតិកាណាដាបានរួមដៃគ្នារកឃើញភព exoplanet ចំនួន2គូរចរជុំវិញតារា Pulsar ដែលយើងអាចហៅថាតារានៅត្រង់ពិសេសដែលជាស្នូលផ្កាយដ៏កញ្ជ្រោលមានឈ្មោះថា PSR B1257-12 មានចម្ងាយខ្ទង់2316ឆ្នាំពន្លឺពីភពផែនដីតមកទៀតនៅឆ្នាំ1994ទើបភពមួយទៀតត្រូវបានរកឃើញជុំវិញផ្កាយ Pulsar ដដែលនោះ
ពួកគេអាចរកឃើញទៅបានតាមរយៈ Telescope Arecibo Observatory ស្ថិតនៅលើកោះ Puerto Rico ដោយលោកអ្នកបានដឹងរួចទៅហើយថានោះជា Telescope ចាប់រលកសញ្ញាវិទ្យុនិងបានដួលរលំទាំងស្រុងកាលពីឆ្នាំ2022បន្ទាប់ពីការបើកដំណើរការតាំងតែពីឆ្នាំ1963ភពទាំង3ដែលគោចរជុំវិញផ្កាយ Pulsar ពីដំបូងឡើយត្រូវបានចាត់ទុកថាជាតារាចម្លែកនោះមានឈ្មោះថា Drake, Poltergeist និង Phobeter ហើយភពទាំង3នេះក៏ស្ថិតក្នុងចំណោមភពដែលត្រូវបានតារាវិទូរកឃើញដំបូងថាកំពុងគោចរជុំវិញផ្កាយស្លាប់មួយនេះផងដែរសម្រាប់ Telescope Arecibo ត្រូវបានគ្រប់គ្រងដោយស្ថាប័នមូលនិធិវិទ្យាសាស្ត្រជាតិនៃសហរដ្ឋអាមេរិកហៅកាត់ថា NSF នៃរដ្ឋាភិបាលសហព័ន្ធអាមេរិកហើយ Telescope ចាប់រលកសញ្ញាវិទ្យុមួយនេះអាចរកឃើញភព Exoplanet ទៅបានព្រោះតែវាមានវិធីសាស្ត្រក្នុងការកំណត់ពេលវេលានៃរង្វិលរបស់ពពួកផ្កាយ Pulsar ដែលតែងតែជះរលកសញ្ញាខ្លាំងមកកាន់ផែនដីព្រមទាំងគណនាទៅលើល្បឿននៃរ៉ាឌីកាល់ទាំងនោះដំណើរការនេះគឺងាយយល់ប៉ុណ្ណោះព្រោះនៅពេលតារា Pulsar ណាមួយមានភពគោចរជុំវិញនោះរលកសញ្ញាចេះចេញពីតារានោះនឹងមានការប្រែប្រួលនៅពេលមានវត្តមានភពគោចរកាត់រលកសញ្ញាដែលត្រូវជះមកកាន់ទិសដៅផែនដីនោះហើយការគណនាត្រង់ចំណុចនេះអាចឲ្យតារាវិទូដឹងអំពីទំហំ mass និងកម្រិតពីផ្កាយនៃភពទាំងនោះបានចំណុចទី4ភព Exoplanet ដំបូងដែលគោចរជុំវិញផ្កាយគ្រប់លក្ខណៈដោយព្រះអាទិត្យនៅក្នុងឆ្នាំ1995ការរកឃើញ Exoplanet ជាក់ស្ដែងដំបូងទាំង3ខាងលើនេះត្រូវបានក្រុមតារាវិទូគិតថាមិនគួរឲ្យរំភើបពេកនោះទេព្រោះវាជាភពគោចរជុំវិញតារា Pulsar ឬស្នូលផ្កាយដែលជិតផុតរលត់ទៅហើយបើយោងទៅលើដំណើរនៃវដ្តរបស់ផ្កាយដូច្នេះការកំណត់បន្ថែមមួយទៀតត្រូវបានធ្វើឡើងនោះគឺភព Exoplanet ដំបូងដែលគោចរជុំវិញផ្កាយស្រដៀងនឹងព្រះអាទិត្យយើងដែរហើយស្នាដៃនេះត្រូវបានសម្រេចចេញនៅក្នុងឆ្នាំ1995ដោយក្រុមតារាវិទូ Swiss គឺលោក Didier Queloz និងលោក Michel Mayor ជាដើមតាមរយៈ Telescope Haute-Provence នៅប្រទេសបារាំងនិង Le Silla នៅប្រទេសឈីលីសម្រាប់ Exoplanet ដំបូងដែលត្រូវបានរកឃើញជាក់ស្ដែងថាគោចរជុំវិញផ្កាយស្រដៀងនឹងព្រះអាទិត្យយើងនេះមានឈ្មោះថា51 Pegasi b ដែលគោចរជុំវិញផ្កាយ51 Pegasi ហើយផ្កាយនោះមានបុគ្គលិកលក្ខណៈស្រដៀងនឹងព្រះអាទិត្យរបស់យើងដែរ51 Pegasi b មានចម្ងាយ 50.9 ឆ្នាំពន្លឺពីភពផែនដីនិងជាប្រភេទភពឧស្ម័នយក្សក្តៅដែលយើងឲ្យរហស្សនាមថា Hot Jupiter ដែលគោចរគៀកនឹងផ្កាយមេវាខ្លាំងហើយវាគោចរជុំវិញផ្កាយមេវាមួយជុំប្រើពេលតែ 4.2 ថ្ងៃនៃពេលវេលាលើភពផែនដីយើងនេះប៉ុណ្ណោះគូបញ្ជាក់តាមតួលេខចុងក្រោយដោយអង្គការ NASA នៅអំឡុងពាក់កណ្ដាលខែមិថុនាឆ្នាំ2025នេះបានបង្ហាញថាភព Exoplanet សរុបចំនួន 5,921 ភពហើយត្រូវបានបញ្ជាក់វត្តមានជាផ្លូវការនៅក្នុងប្រព័ន្ធផ្កាយដែលត្រូវបានសង្កេតសរុបចំនួន 4,413 ប្រព័ន្ធក្នុងនោះ 994 ប្រព័ន្ធទ្រទ្រង់ភពលើសពី1